អូយអត់មានក្លិនអីប្រែប្រួលបន្តិចសោះហ្មងណាដាក់លើបាយយ៉ាងមកចឹងក៏បាយនេះអ្នកដែលប្រាប់មកនេះគឺថាទុកបានមួយទឹកចឹងចង់ដឹងថាតើថ្ងៃនេះជាថ្ងៃទី3ណាតើវាប្រែប្រួលអីអត់យើងតេស្តអស់គ្នាណាអូយអត់មានក្លិនអីប្រែប្រួលបន្តិចសោះហ្មងណានៅល្អចាស់ថ្ងៃ16យើងធ្វើអញ្ចឹងអត់មានមហែកមើលនេះនៅល្អចាស់ហ្មងណាហើយដាក់តែកកនៅក្នុងហ្នឹងទៀតណាបងប្អូនអរគ្នាអញ្ចឹងយើងមានសង្ឃឹមថាសិនជាបាយនៅថ្ងៃទី3នៅល្អគឺម៉ាមីនឹងធ្វើជូនបងប្អូនជារៀងរាល់ថ្ងៃរហូតដល់យើងទទួលបានសន្តិភាពពេញលេញអត់មានក្លិនបន្តិចញ៉ាំបានគ្រាន់តែយើងហឹងតិចមិនតាន់មានក្លិនអីទេអញ្ចឹងអ្នកបងគាត់ស្ដាប់ងាយស្រួលដល់គាត់នៅល្អ16 17 18ថ្ងៃទី3បាយល្អមានសង្ឃឹមឲ្យយើងអាចទុកបាននៅពីមួយទឹកទៀតតាមសភាពនេះស្ងួតចាស់មកមានជាតិទឹកឯងហើយតែញ៉ាំបានហើយមួយតែគាត់ឆ្ងាញ់ណាស់អញ្ចឹងថ្ងៃហ្នឹងណាម៉ាមីនឹងប្រាប់ពីអាកំបាំងរបៀបដាំបាយទាំងអស់គ្នានេះបងកង់ងាយស្រួលមែនតើគាត់ហាច់មកញ៉ាំមកអញ្ចឹងថាមិនគាត់ចេះនឹងកញ្ចប់តែមួយល្អមែនតើឥឡូវហ្នឹងម៉ាមីមកតែជាមួយនឹងបាយប្រហុកទីយើងថាតើមកយកបាយប្រហុកទីហ្នឹងប្អូនអត់ណាព្រោះដោយសារមានបងប្អូនខមមិនថាធ្វើអញ្ចេះប្អូនធ្វើអញ្ចោះប្អូនអញ្ចឹងណាឥឡូវយើងតែមើលទាំងអស់គ្នាទៅដើម្បីជាគេហៅថាបទពិសោធន៍មួយដែរសម្រាប់ម៉ាមីធ្វើជូនបងកងតបដូចជាជនពិសេសអញ្ចឹងបាយហ្នឹងគ្រាន់តែហែកមកយើងអាចយកបាយចេញមកបានណាអញ្ចឹងហែកវាផ្ដាច់វាមកចេញមកបានអញ្ចឹងមានបាយមកច្បាច់មកដាក់លើបាយយ៉ាងមកអញ្ចឹងក៏ស្រួលមួយយ៉ាងដែរច្បាច់មកហែកមកដាក់លើបាយហើយអាចញ៉ាំបានហើយតែប៉ុណ្ណឹងក៏អត់អូមដែរឡើងតាំងពីសមិញថ្ងៃដល់ថ្ងៃហ្នឹងវិញហើយដាក់ក្នុងថងហ្នឹងហើយដាំជាមួយនឹងទីដូងមួយងាស់ដែរស្មិញមួយងាស់អាចតាក់ដែរអញ្ចឹងអត់អូមទេណាម៉ាមីសម្រាប់បេះដូងម៉ាមីពិតជាចង់ហោះហើរដោយសារអីការតេស្តមួយនេះពិតជាបានសម្រេចបាយក៏ទុកបាន60ទីសន្តិភាពក៏ទុកបានអញ្ចឹងសម្រាប់ការតេស្តនេះម៉ាមីពិតជាសប្បាយចិត្តមែនតើម៉ាមីជឿជាក់ថាបាយហ្នឹងអាចទុកបានយូរហើយមានពេលវេលាគ្រប់គ្រាន់ក្នុងការដឹកជញ្ជូន